លក់ម៉ូតូលក់ឡានគួរធ្វើបែបម៉េចបាទទាំងលក់ម៉ូតូលក់ឡានយើងបែងចែកជាពីរទី1គឺកាតគ្រីនឹងជាឈ្មោះរបស់យើងមួយទៀតកាតគ្រីនឹងមិនមែនជាឈ្មោះរបស់យើងប៉ុន្តែអ្វីដែលយើងត្រូវធ្វើនឹងការលក់ដូរត្រូវមានលិខិតស្នាមច្បាស់លាស់ត្រូវមានស្នាមមេដៃទាំងអ្នកលក់ទាំងអ្នកទិញសាក្សីសងខាងទៀតគឺកាន់តែល្អហើយបងប្អូនកុំភ្លេចយើងកូពីអអត្តញ្ញាណប័ណ្ណរបស់អ្នកទិញទុក កូពីកាតគ្រីទុកកូពីกระดาษទិញលក់ទុកដើម្បីការពារថ្ងៃក្រោយការពារយ៉ាងម៉េចទៅបើសិនជាឡានម៉ូតូហ្នឹងគេយកទៅប្លង់ចោលគេបញ្ហាចោរកម្មបញ្ហាអីវាស្រាវជ្រាវតែម៉ូតូឡានហ្នឹងមកពីណាទៅដល់ណាអញ្ចឹងស្រាវជ្រាវដល់យើងជាឈ្មោះរបស់យើងម្ចាស់ដើមហ្នឹងយើងត្រូវកាតព្វកិច្ចដោះស្រាយខាងផ្នែកតុលាការប្រព័ន្ធតុលាការហ្នឹងគឺសាមញ្ញវែងឆ្ងាយអាហ្នឹងគឺបញ្ហាធ្ងន់បងប្អូន មួយទៀតបើសិនជាឈ្មោះម្ចាស់ដើមយើងយល់ល្អយើងចរចាជាមួយគេបងប្អូនចរចាជាមួយគេឲ្យគេកាត់ឈ្មោះចឹងទៅបើសិនជាកាត់ឈ្មោះមិនបានក៏យើងមានលិខិតស្នាមទុកសម្រាប់ការពារថ្ងៃក្រោយហើយក៏វាគ្រាន់បើជាងអត់ដែរមួយទៀតបើសិនជាកាតគ្រីហ្នឹងមិនមែនជាឈ្មោះរបស់យើងសម្រាប់ម៉ូតូឡានហ្នឹងអញ្ចឹងយល់ល្អយើងធ្វើដូចគ្នាបងប្អូនយើងទិញលក់មានសាក្សីមានលិខិតស្នាមកដាស់ទិញលក់មានផ្តិតមេដៃសងខាងមានថតអត្តសញ្ញាណប័ណ្ណរបស់អ្នកទិញ មានថតกระดาษទិញលក់បើយល់ល្អថតរូបអ្នកទិញនឹងឡានហ្នឹងបានកាន់តែល្អទៀតយើងធ្វើអញ្ចឹងមិនមែនសាមញ៉ាំទេធ្វើអញ្ចឹងដើម្បីការពារបញ្ហាថ្ងៃក្រោយព្រោះបញ្ហាយើងមើលអត់ឃើញទេបងប្អូនថ្ងៃខ្លះប៉ះលេងថ្ងៃដែលថាសយយើងនិយាយថាសយអញ្ចឹងណាយើងសយអញ្ចឹងទៅត្រាប់តែម៉ូតូហ្នឹងគេមិនឡានហ្នឹងគេទៅប្លង់ចោលគេទៅចោរកម្មចអីផ្សេងៗមកដល់យើងអញ្ចឹងអានឹងហៅថាការពារប្រសើរជាងព្យាបាលបាទអញ្ចឹងមានបញ្ហាយើងមានអីទុក មានអីទុកសកូការពារយើងមានស្រាច់គេមកគេមានស្រាច់បើសិនជាស្រាវជ្រាវដល់យើងគឺអត់មានឯកសារអត់មានអីទាំងអស់ទេគឺធ្ងន់កកន្លែងនៅត្រឹមកន្លែងយើងហ្នឹងឯងព្រោះវាអត់មានស្រាវជ្រាវតទៅមុខទៀតទេវានៅត្រឹមគាំងកន្លែងយើងចូលរួមដោះស្រាយនៅក្នុងបញ្ហាកន្លែងហ្នឹងទៅអញ្ចឹងពាក្យថាការពារដើម្បីព្យាបាលបងប្អូនការពារជិះវៀងការពារចង់និយាយថាការការពារប្រសើរជាងព្យាបាលកន្លែងហ្នឹងយើងការពារ ប្រសើរជាងបញ្ហាដែលវាកើតឡើងបាទអរគុណច្រើនបាទអរគុណ